រៀបសួរបងប្អូនអរគ្នាដោយសារតែមានបងប្អូនគាត់ខមមិនសួរច្រើនអំពីការផ្ញើវីដេអូតាម Telegram ឲ្យបានច្បាស់បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនអរគ្នាអំពីរបៀបធ្វើផ្ញើវីដេអូតាម Telegram ដើម្បីឲ្យបានច្បាស់បាទអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Telegram របស់បងប្អូនមកបាទអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Telegram ហើយយើងត្រូវទៅរកaccount ហ្នឹងមួយដែលយើងបងដែលបងប្អូនចង់ផ្ញើទៅបាទឥឡូវខ្ញុំចូល account នេះមួយខ្ញុំចង់ផ្ញើវីដេអូមួយទៅបាទយើងចូលមកដល់ហ្នឹងហើយយើងចុចទៅលើកន្លែងសញ្ញាadd ហ្នឹងadd ហ្នឹងមាន add ផ្ញើបាទបន្ទាប់មកយើងចុចទៅលើវីដេអូហើយខ្ញុំយកវីដេអូមួយនេះបាទខ្ញុំចុចយកវីដេអូមួយនេះបងប្អូនបាទអញ្ចឹងនៅពេលដែលបងប្អូនចុចយកវីដេអូហ្នឹងហើយបងប្អូនមើលមកខាងក្រោមបងប្អូននឹងឃើញពាក្យថា HD នៅក្រោមហ្នឹងបាទចុចលើ HD មកអញ្ចឹងមានន័យថាTelegram បានកំណត់ឲ្យយើងគឺអត់បានពេញទេអត់បានច្បាស់ទេដោយសារតែខ្វះមួយកង់ទៀតអញ្ចឹងបើសិនបងប្អូនចង់ច្បាស់បងប្អូនទាញពេញអញ្ចឹងមកបងប្អូនបាទនេះអញ្ចឹងវារូបភាពអត់ច្បាស់ទេនេះក៏ច្បាស់នេះក៏អត់ច្បាស់ដែរអញ្ចឹងយើងទាញពេញចេះបងប្អូនអរគ្នាបាទបងប្អូនទាញពេញអញ្ចឹងមកពេលបងប្អូនទាញពេញអញ្ចឹងហើយមានន័យថាវីដេអូដើមរបស់បងប្អូនប្រហែលគឺវានឹងចេញមកអញ្ចឹងបាទបន្ទាប់មកបងប្អូនយកដានបាទបន្ទាប់មកបងប្អូនយកសញ្ញារួញទៅមុខនេះមានន័យថាយើងផ្ញើវីដេអូទៅគេបាទអញ្ចឹងរបៀបផ្ញើវីដេអូឲ្យច្បាស់នៅក្នុង Telegram គឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយបាយបាយ